បងប្រុសទី2មកលេងស្រុកមកថ្ងៃមិនចំថ្ងៃល្ងាចមិនចំល្ងាចមកដល់ពេលរសៀលអញ្ចឹងមានតែមីហិលទេទទួលគាត់ព្រោះវាលឿនហើយណាមួយអត់បានព្រៀនតុកទៅដើមខែដែរបងប្អូនលើកបត់កត្រឹមអារម្មណ៍នេះហោះដល់ចូលឆ្នាំហើយថែមទាំងមានបងប្អូនមកលេងពេញផ្ទះអញ្ចឹងផងនឹករលឹកសប្បាយណាស់បងប្អូនអើយព្រោះថាយើងមិនងាយបានជួបគ្នាទេជួបបានតែពេលបុណ្យធំៗអញ្ចឹងឯងព្រោះជាប់រវល់ធ្វើការរៀងៗខ្លួនលើបងទេប្រាប់ថាមកដល់ផ្ទះថ្ងៃហ្នឹងអត់ហ៊ានទៅណាទេនៅឈរចាំមុខផ្ទះគាត់នាំគ្រួសារកូនគាត់មកលេងហើយណាមួយជូនម៉ាក់មកផ្ទះវិញផងម៉ាក់ខ្ញុំគាត់ទៅឆែកសុខភាពនៅភ្នំពេញអត់ចាំយូរទេរត់ទៅផ្សារទិញមីហឹលកូរ៉េណូ2កេសវាងាយស្រួលយើងមិនហត់ទៅធ្វើអីច្រើនទេគ្រាន់តែដាក់ទឹកដាំយកហ្មងខ្ញុំទិញមីហឹលកូរ៉េណូ Super Spicy Hot Pot មួយកេសព្រោះវាហឹលយ៉ាងមិនហត់ថែមម្ទេសហេដាក់មកហឹលជាតិហ្មងសម្រាប់រសជាតិអែមមែនតែនមកកេះទីខ្ញុំទិញមីហឹលកូរ៉េណូ Spicy Hot Pot ព្រោះកូនក្មេងញ៉ាំដែរអញ្ចឹងអត់ចេះហឹលក៏អាចញ៉ាំបានមីហឹលកូរ៉េណូ Super Spicy Hot Pot ទិញមកវាមានគ្រឿងក្នុង3កញ្ចប់មានគ្រឿងមីមានបន្លែហើយមានម្ទេសហឹលកញ្ចប់នេះយើងអាចថែមម្ទេសហឹលតាមចង់បានចំណែកឯមីហឹលកូរ៉េណូ Spicy Hot Pot មានគ្រឿង12កញ្ចប់ពេលអត់មានម្ទេសថែមទេបងប្អូនអញ្ចឹងកូនក្មេងញ៉ាំបានសម្រាប់របៀបឆុងដូចគ្នាយើងដាក់ដាំទឹកចំនួន450 មីលីលីត្រឲ្យពុះសិនមីហឹលកូរ៉េណូឥឡូវពេញនិយមណាស់ទៅណាក៏ឃើញណាស់ព្រោះថាយើងងាយស្រួលក្នុងការចម្អិនរសជាតិដូចមីហឹលក្នុងហាងអញ្ចឹងបងប្អូនយើងចង់ញ៉ាំសាច់គោដាក់សាច់គោបើយើងចង់ញ៉ាំគ្រឿងសមុទ្រដាក់គ្រឿងសមុទ្រជ្រើសរើសបានតាមចូលចិត្តអត់ប្រកាន់ទេបងប្អូនខ្ញុំវិញគ្មានអីឆ្ងាញ់ជាងម៉ឹកហើយបកាបកងទេគ្រាន់តែថាពេលដែលយើងចម្អិនណាយើងត្រូវស្ងោរបកងមុនសិនបកងក្រឆ្អិនចឹងពេលទឹក450មីលីលីត្រតាមពុះនេះយើងបងបកងចូលផ្លេតសិនទៅឲ្យវារៀងប្រែពណ៌ណាចាំយើងដាក់មីចូលហើយថែមគ្រឿងសមុទ្រផ្សេងមានដូចជាបកាមឹកដែលយើងបានហាន់ស្អាតបាតមុនហ្នឹងដាក់ចូលនៅក្នុងហាងភាគច្រើនគេប្រើតា broccoli ជាមួយនឹងស្ពៃក្តោបស្វាយនេះឯងហត់ដល់យើងពុះមួយជា4ចេះមករីកផ្កាស្អាតហើយថែមផិតត្រីគ្រឿងមីដែលមានក្នុងកញ្ចប់ហ្នឹងដាក់ចូលទាំងអស់មកតែនោះហល់ណាបើសិនជាយកប៉ុនទេដាក់ទៅពាក់កណ្ដាលទៅបានហើយបើចូលចិត្តញ៉ាំហល់យើងដាក់ទាំងអស់មកហើយជាមួយនឹងបន្លែដែលគេឲ្យមកហ្នឹងចាក់ចូលមកធ្វើតែប៉ុណ្្នឹងឯងបងប្អូនបិទគម្របផ្ងំរយៈពេល4នាទីមកចំហត់ធ្វើអីច្រើនទេងាយស្រួលជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះជុំគ្នាមិនដឹងធ្វើអីញ៉ាំអាចធ្វើមីហឹលកូរ៉េណូញ៉ាំបានសម្រាប់រសជាតិអត់ខុសពីក្នុងហាងទេហើយស្រួលធ្វើមែនតើហ្មងអ្នកគ្រាន់តែយើងដាំទឹកឲ្យពុះដាក់មីដាក់គ្រឿងសមុទ្រដាក់គ្រឿងមីចូលឲ្យផ្ងំរយៈពេល4នាទីបងប្អូនមកលេងអង្គុយសារ៉ាបាត់ហត់បន្តិចមីហឹលឆ្អិនល្មមមើលពណ៌មើលសបល់គេឡើងក្រហមស្អាតមែនតើហើយបើគម្របមកនិយាយថាក្លិននឹងឈ្ងុយធ្វើតែ5ចានទេតែមែនណាគ្នាមកបន្តរហូតធ្វើឡើងចង់10ចានជាងបងប្អូនអើយព្រោះថានៅផ្ទះខ្ញុំបុគ្គលិកផងអីផងណាមួយចង់ជប់លៀងមុនចូលឆ្នាំហ្មងដាក់មីហឹលត្រូវមកដោយសារថាវាអត់ហត់ក្នុងការចម្អិនហើយណាមួយយើងញ៉ាំតាមចានហ្នឹងមកឆ្អែតទេបងប្អូននិយាយរួមទៅមិនបាច់ហត់ថែមអំបិលថែមប៊ីចេងថែមស្ករទេមកអែមបើយើងចង់ញ៉ាំសឹកខ្ទឹមសឹកជីអញ្ចឹងដាក់បន្ថែមមកហើយថាឈ្ងុយល្អមែនតើសរសៃមីទន់ស្វិតឆ្ងាញ់ទឹកស៊ុបឡើងខាប់ហើយពណ៌ឡើងក្រហមស្អាតទោះជាយើងអត់ប្រើម្ទេសនៅក្នុងហ្នឹងក៏វាក្រហមដែរខ្ញុំមិនសូវប៉ិនហឹលម៉ានេះដាក់ទឹកកន្លះកញ្ចប់ហ្នឹងមកល្មមឆ្ងាញ់មកថាដាក់អស់មកកញ្ចប់ប្រហែលជាត្រូវហោះអីក៏ឃើញមីហឹលគេស្វាយអូហ្មងគេចូលចិត្តញ៉ាំមីហឹលចៃដន្យអីមានគំឈីនៅផ្ទះស្រេចមិនចាំការដាក់ចូលមីហឹលបដ ாய் ហ្នឹងញ៉ាំជុំគ្នាអញ្ចឹងនៅឃើញកាលពីក្មេងទៅដល់ម៉ោងបាយដល់ម៉ាក់ស្រេចហៅផ្អើលពេញភូមិទៅដល់ម៉ោងបាយរត់មកបដើមគ្នាបញ្ញាយនៅព្រោះម្ហូបមានតិចបងប្អូនមិនសូវជាធូរធារទេប៉ុន្តែយល់ថាសុបាយហើយឥឡូវនេះតើមានកម្មវិធីបុណ្យទានធំអីគឺមិនសូវបានជួបគ្នាទេដោយសារតែបងគាត់នៅឆ្ងាយបងប្អូននៅក្រៅប្រទេសផងរាប់ឆ្នាំតែមិនបានជួបគ្នាតែនៅក្នុងពេញក្នុងអីហ្នឹងរវល់ការងារបុណ្យទានអីមិនបានមកជួបគ្នាម្ដងតែជួបគ្នាយូរម្ដងហ្នឹងសុបាយណាស់ជាពិសេសកូនក្មេងរត់លេងល្បែកញើសឲ្យទៅដល់ខែបុណ្យទានអ្នកណាក៏ដូចអ្នកណាដែរជាពិសេសឪពុកម្ដាយចាស់ទន្ទឹងចាំផ្លូវកូនមកលេងផ្ទះលុយយើងអាចរកបានប៉ុន្តែពេលវេលាយើងអាចទិញបានទេកុំភ្លេចណាបងប្អូនចូលឆ្នាំញ៉ាំនៅស្រុកទាំងអស់គ្នាអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតជម្រាបលា